ជំរាបសួរនិងសួស្តីដល់ការអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំលីណាយ៉ាថ្ងៃនេះដែរខ្ញុំមកធ្វើការងារបន្តអញ្ចឹងការងារពីមុនយើងព្រានអ្នកគ្នាជួញតាមទូរស័ព្ទតែការងារនេះយើងមិនបាច់ជួញតាមទូរស័ព្ទទេវាមានទីតាំងឲ្យយើងជួញលក្ខណៈបង្កើតក្រុមអញ្ចឹងការងារនេះខ្ញុំបង្ហាញអ្នកគ្នាពីការងារតខ្សែភ្លើងអញ្ចឹងដើម្បីតខ្សែភ្លើងបានអ្នកគ្នាទៅត្រូវតែមកទិញប្រអប់តខ្សែភ្លើងអញ្ចឹងអានេះជាទីតាំងនៃការលក់ខ្ញុំដៅទីតាំងហ្នឹងវារៀងឆ្ងាយតិចឯដោយសារអីវាមានលក់កបិតលក់ដង baseball អញ្ចឹងកន្លែងដែលខ្ញុំដៅនេះពណ៌ក្រហមនេះគឺជា map កន្លែងលក់ប្រអប់តខ្សែភ្លើងអញ្ចឹងអ្នកគ្នាមកដល់ទីនេះឃើញមានអ្នកលក់នៅកន្លែងហ្នឹងហើយនេះគេដាក់សបនេះអ្នកគ្នានិយាយអាប៉ិនេះខ្ទង់ខ្ពើមុខឯងដល់គាត់មើលមុខតិចអត់បានយ៉ាអញ្ចឹងយើងចុចសាច់ដុំវាយមកនេះអ្នកគ្នាឃើញអាប្រអប់ពណ៌សនេះអញ្ចឹងអ្នកគ្នាចង់ទិញចំនួនម៉ាអ្នកគ្នាមកនេះមកចុចលេខ1ថាទិញម្ដងមកប្រអប់ចាស់ដោយសារខ្ញុំទិញមួយខ្សែតែខ្ញុំគាត់ឧទាហរណ៍គ្នានេះស្លេចលើវាទៅវាគុណឲ្យយើង9នេះទិញមួយទៀតមកនេះស្លេចលើវាបាន10ឬក៏អ្នកគ្នាចង់ទិញដង baseball អ្នកគ្នាស្លេចលើនេះយើងមិនមកនេះបានដង baseball មួយនៅក្នុងហ្នឹងអញ្ចឹងដើម្បីអាចធ្វើការងារតខ្សែភ្លើងគឺយើងត្រូវមកទិញប្រអប់ដើម្បីតខ្សែភ្លើងហ្នឹងអញ្ចឹងតោះយើងទៅកន្លែងទីតាំងការងារទាំងអស់គ្នាតែម្ដងអូខេយើងមកដល់ទីតាំងការងារនេះខ្ញុំសុំកាត់ទៅណាអ្នកនរគ្នាអាចដៅ map បានអ្នកនរគ្នាឃើញអត់មានកន្លែងការងារដែលយើងជួញបាច់ជួញតាមទូរស័ព្ទវាមានសញ្ញាពណ៌ទឹកក្រូចអញ្ចឹងកន្លែងដែលខ្ញុំនៅហ្នឹងគឺពណ៌ទឹកក្រូចខ្ញុំដៅពណ៌ក្រហមអ្នកគ្នាឃើញសញ្ញាពណ៌ក្រហមលើ map ហ្នឹងឯងអញ្ចឹងពេលអ្នកនរគ្នាមកដល់នឹងឃើញប៉ែមួយនេះឈរនៅកន្លែងហ្នឹងយើងចុចសាច់ដុំ Y ទៅពេលអ្នកគ្នាចុចសាច់ដុំ Y វានឹងឲ្យយើង create ក្រុមអញ្ចឹងការងារហ្នឹងអ្នកគ្នាអាចជួញការងារបាន2នាក់យើងមានគ្នាយើងអបសុកយើងហៅគ្នាយើងមកធ្វើការមួយគ្នាទៅពេលដែលយើងតបានគ្នាយើងក៏បានលុយដូចគ្នាដែរអញ្ចឹងធ្វើ2នាក់ធ្វើមួយគ្នាបានលុយមួយគ្នាប៉ុន្តែគាត់ចង់បញ្ជាក់គ្នាយើងថាបើករណីមេក្រុមគាត់ផ្ទុះខួរចេញក្រៅអាហ្នឹងគឺវា restart មកសារដើមហើយអញ្ចឹងយើងអត់បានលុយទេអញ្ចឹងខ្ញុំដាក់ឈ្មោះឧទាហរណ៍ខ្ញុំដាក់ណាចុះអូខេអញ្ចឹងគ្រប់ខ្ញុំបង្កើតហើយដោយសារខ្ញុំអត់មានអ្នកជួញជាមួយខ្ញុំទេអញ្ចឹងខ្ញុំនៅម្នាក់ឯងអញ្ចឹងខ្ញុំចុចសាច់ដុំ Y ហើយយើងយកអាក្រោមគេរាប់ពីលើរាប់ពីក្រោមឡើងលើណាទី2 start job អ្នកនេះចុច start job យ៉ាខ្ញុំបានការងារអញ្ចឹងយើងរកទីតាំងការងារដែលយើងត្រូវទៅតខ្សែភ្លើងអញ្ចឹងយើងមើលលើ map មកយើងមើលលើម្នាក់គ្នាឃើញសញ្ញានេះវារៀងព្រិលតែគ្នាយើងអាចមើលខ្មៅរៀងកម្ៅព្រិលនៅកន្លែងនេះឃើញអត់នេះកន្លែងនេះវារៀងសញ្ញាព្រិលបន្តិចអញ្ចឹងគ្នាយើងអាចតបានយ៉ាអញ្ចឹងយើងទៅទីតាំងនឹងទាំងអស់គ្នាតែម្ដង go អូខេយើងមកដល់ទីតាំងហើយអ្នកគ្នាឃើញមានសញ្ញាត្រីកោណនេះវាលោតសញ្ញាយើងឃើញមានសញ្ញាក្រហមនៅចិត្តនឹងដូចគ្នាដែរអញ្ចឹងអ្នកគ្នាគ្រាន់តែចុះមកដល់យើងឃើញអាកន្លែងទូនេះវាឲ្យយើងចុចដង្វាយអញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងគឺការងារហ្នឹងទាមទារឲ្យយើងចេះអង់គ្លេសដែរប៉ុន្តែគ្រាន់ថាខ្ញុំក៏អត់ចេះខ្ញុំអត់ចេះអង់គ្លេសដែរប៉ុន្តែគ្រាន់ថាខ្ញុំអាចស្គាល់ថាហ្នឹងពណ៌ red blue yellow អញ្ចឹងខ្ញុំអាចស្គាល់បានអញ្ចឹងអ្នកគ្នាមកដល់ចុចដង្វាយនេះវាលោតអក្សរលើអ្នកគ្នាត្រូវចំណាំ red blue red pink អូខេអញ្ចឹងអ្នកគ្នាត្រូវចុចរវាខ្ញុំមើលមិញដូចជា red ហើយ red ក្រហមខុសពណ៌ដែរអ្នកគ្នាអើយ fail ឧទាហរណ៍បើខ្ញុំឧទាហរណ៍ថាបើខ្ញុំ fail ខ្ញុំតខុសវាឆក់ខ្ញុំអញ្ចឹងឆក់ខ្ញុំឲ្យខាតប្រអប់របស់យើងមួយអញ្ចឹងយកអត់បានលុយវាឲ្យយើងតសាមីអញ្ចឹងយើងត្រូវមើលពណ៌ pink red yellow blue pink red yellow blue pink red yellow blue យើងរកពណ៌ណា pink red yellow blue នេះពណ៌នេះឃើញ pink red yellow blue អញ្ចឹងអ្នកគ្នា start អាហ្នឹងទៅយ៉ាបាននេះឃើញយើងបានលុយអីអញ្ចឹងយើងបាន$102អញ្ចឹងយើងតឡើងនឹងរួចរាល់យើងមើលអាកន្លែងសញ្ញាវានេះឃើញអ្នកគ្នាឃើញ QQ ទៀតនេះឃើញអាកន្លែងហ្នឹងគឺជាកន្លែងយើងតបន្ទាប់ទៀតណាអញ្ចឹងយើងទៅកន្លែងហ្នឹងបន្ទាប់ហើយចាំយើងទៅជួញការងារវាវិញអធិស្ឋានខ្ញុំសុំកាត់តិចណាកុំឲ្យវាវែងពេកដោយសារអីកុំឲ្យគ្នាយើងពិបាកមើលច្រើនដងចាស់ហ្នឹងខ្ញុំបញ្យល់កន្លែងហ្នឹងវាដាក់អក្សរយើងមើលផ្លែទេបើអ្នកគ្នាមើលឲ្យតន់ណាបើមើលអត់តន់វាបាត់ទៀតតែយើងតខុសឆក់ហើយអត់បានលុយទៀតទីតាំងមួយទៀតខ្ញុំតេស្តមកមួយទៀតប៉ុន្តែអ្នកគ្នាពេលយើងធ្វើការវាគុណនឹង2ខ្ញុំអត់ច្បាស់ថាហ្នឹងតើយើងធ្វើការងារ2នេះបានវាគុណនឹង2ហ្នឹងនេះខ្ញុំសាកតមួយទៀតអានេះyellow blue red green yellow blue red green នេះពណ៌នេះអូខេត្រូវបាន154
អូខេអាហ្នឹងវាគុណឲ្យយើងអញ្ចឹងឥឡូវយើងធ្វើរួចរាល់ហើយអញ្ចឹងអ្នកគ្នាទៅកន្លែងការងារដំបូងមុនហ្នឹងយើងទៅquick start ទៅយើងបានលុយខ្ញុំតេស្តខ្លីៗទេអូខេឥឡូវយើងមកដល់ទីតាំងដែលយើង start job មុនហ្នឹងអញ្ចឹងយើងquick start job ទៅដើម្បីទទួលបានលុយអញ្ចឹងយើង stop job អូខេ stop job យើងបានទទួលលុយ$154សម្រាប់ការយើងធ្វើការមុនហ្នឹងហើយវា load ចូល bank របស់យើងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ការងារតខ្សែភ្លើងអញ្ចឹងគ្នាយើងបើមានគ្នា2នាក់គ្នាយើងមកត2នាក់ទៅយើង quick job មួយគ្នាទៅហើយសម្រាប់ការងារផ្សេងទៀតខ្ញុំនឹងចេញនៅវីដេអូក្រោយហើយនឹងរបៀបប្រើហើយក្រៅពីការងារផ្សេងៗខ្ញុំនឹងអាចចេញជាវីដេអូរបៀបប្រើប្រាស់ LAN inventory ផ្សេងៗសូវឲ្យគ្នាយើងមើលការងារផ្សេងៗឲ្យគ្នាយើងមើលដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នាពេលដែលក្រុង start បើកដំណើរការអ្នកគ្នានឹងចូលលេងទាំងអស់គ្នាអញ្ចឹងជូនពរគ្នាយើងសំណាងល្អសុខភាពល្អណាស់បាយបាយទាំងអស់គ្នា